Bàជំរាបសួរបងប្អូនបងប្អូនសម្រាប់សប្តាហ៍នេះនាំបងប្អូនចូលព្រៃទៀតហើយគោលដៅយើងគឺទៅប្រាសាទមេបុណ្យខាងកើតបងប្អូនប៉ុន្តែយើងចូលតាមច្រកប្រាសាទតាណៃចូលតាមច្រកហ្នឹងគឺច្រកខ្សែរ៉តបងប្អូនគឺជាខ្សែរ៉តណាអញ្ចឹងយើងចូលប្រាសាទតាណៃហើយយើងហួសទៅខាងក្រោយបន្តិចគឺយើងទៅដល់ស្ពានយោលឥឡូវយើងមកដល់ប្រាសាទតាណៃបងប្អូនតែមេឃថ្ងៃនេះរឿងស្ទុំដល់បងប្អូនអើយហើយមានរលឹមមកក្របទៀតបើពីម្សិលមិញភ្លៀងខ្លាំងអញ្ចឹងយើងមិនដឹងថានៅខាងមុខឧបសគ្គយ៉ាងណាអ្វីដែលបារម្ភជាងគេបងប្អូនខ្លាចតែដើមឈើរលំកាត់ផ្លូវអញ្ចឹងយើងជិះកង់ពិបាកឥឡូវយើងហួសប្រាសាទតាណៃបងប្អូនអញ្ចឹងយើងជិតដល់ស្ពានយោលហើយទីបំផុតបងប្អូនអ្វីដែលយើងគិតទុកវាកើតឡើងមែនដោយសារថាពីម្សិលមិញភ្លៀងធំចឹងដើមឈើរលំកាត់ផ្លូវបងប្អូនអើយប៉ុន្តែមកហ្នឹងមានបន្លោះចូលចឹងអត់អីយើងអាចជិះកាត់បានឥឡូវយើងមកដល់ស្ពានយោលបងប្អូនឃើញថាមានដើមឈើរលំនៅគងលើស្ពានយោលហ្នឹងទៀតបងប្អូនអើយមិនតាក់ប្រេងពងនេះបាច់អូខេស្ពានយោលបងស្អាតណាស់ទឹកឡើងគេស្អាតមកខែស្អាតនេះយើងឆ្លងផុតស្ពានយោលនេះយើងចូលដល់ក្រោយអ្នកពាន់ហ្នឹងបងអូដើមឈើម្ដងនេះដួលនៅលើស្ពានយោលបងប្អូននេះអូខេបងប្អូនឥឡូវយើងមកដល់កន្លែងនេះគឺផ្លូវ8ជា3បងប្អូនហើយផ្លូវដែលខ្ញុំចូលបង្ហាញនេះគឺផ្លូវទៅស្ពានយោលដែលយើងទិញចេញមកហ្នឹងចំណែកផ្លូវខាងនេះគឺផ្លូវទៅប្រាសាទអ្នកពាន់ប៉ុន្តែជ្រុំទល់នឹងប្រាសាទព្រះខ័នហើយចំណែកផ្លូវខាងនេះគឺផ្លូវទៅចេញទៅក្រោយប្រាសាទអ្នកពាន់នេះគ្នាប៉ុន្តែច្រកវាចេញទៅគៀកនឹងប្រាសាទមេបុណ្យបងប្អូនហើយសម្រាប់ផ្លូវដែលយើងជិះចេញទៅខាងប្រាសាទមេបុណ្យហ្នឹងគឺមានចម្ងាយ4គីឡូកន្លះទៀតបងប្អូនបានចេញផុតពីព្រៃហ្នឹងអញ្ចឹងតើបងប្អូនទៅមើលទាំងអស់គ្នាចង់ដឹងថាតើចម្ងាយផ្លូវ4គីឡូជាងហ្នឹងយើងចេញទៅហ្នឹងមានឧបសគ្គអីគេបន្តទៀតបងប្អូនអូខេតោះយើងទៅមើលទាំងអស់គ្នាប៉ុន្តែមើលនៅវីដេអូក្រោយបងប្អូនបាយបាយបងប្អូនជួបគ្នានៅវីដេអូក្រោយជាមួយនឹងឧបសគ្គថ្មី